បាទជំរាបសួរពុកម៉ែបងប្អូននេះមករៀបចំទីវត្តអារាមបន្ទាប់ពីកឋិនហើយកឋិនទើបហើយថ្ងៃបញ្ចប់នៃបុណ្យអុំទូកគឺថ្ងៃពេញបោនៅសូត្រមន្តថ្ងៃ14 15ខែកដឹកជាថ្ងៃបញ្ចប់នៃកឋិនទានក្នុងរយៈពេល1ខែសម្រាប់ព្រះសង្ឃនៅក្នុងពុទ្ធសាសនាហើយវត្តទូសំរោងនេះគឺកឋិនទានថ្ងៃចង់បញ្ចប់បាទដោយមានការអញ្ជើញចូលរួមពីពុទ្ធបរិស័ទជាច្រើនក្នុងនោះផងដែរក៏មានការអញ្ជើញលោកគ្រូអគ្គបណ្ឌិតបុត្រវង្សមកសម្ដែងពធទេសនានៅវត្តទូសំរោងឥឡូវនេះចប់បបោបាទនៅទីអារាមវត្តទូសំរោងហើយគណៈកម្មការអាចារ្យកំពុងតែរៀបចំនៅកម្មវិធីសម្អាតទីវត្តអារាមបាទនៅក្នុងវេលាគ្រានេះចង់បញ្ចប់គេដើរលេងយើងមករៀបវត្តធ្វើម៉េចនេះគឺជាកាតព្វកិច្ចទូនីតិថ្ងៃនេះមកបង្ហើយការងារមិនដឹងថាហើយមិនហើយនៅតុងនៅអីច្រើនទៀតបាទនៅទីអារាមវត្តហ្នឹងហើយចង់និយាយថាពេលខ្លះបងប្អូនចង់និយាយថាយើងអត់លុយយើងក្រអត់លុយវាមធ្យមទេបងប្អូនមិនជាបញ្ហាអីចោតប្រមាណទេប៉ុន្តែបើពេលខ្លះយើងមានលុយហើយបែរជាបាននៅរឿងមកជាមួយនឹងលុយនឹងឧទាហរណ៍ថាបងប្អូនរស់នៅមិនជាបរិបូរអីលុយកាក់អីទេវាខ្វះខាតដែរហ្នឹងប៉ុន្តែមានក្តីសុខខ្ញុំថាជីវិតគឺមានក្តីសុខវាអត់មានបញ្ហារឿងអីកើតឡើងទេស្របពេលមួយណានោះយើងមានលុយអញ្ចឹងដូចយើងធ្វើការអញ្ចឹងទៅបានលុយបានកាក់មកនៅពេលហ្នឹងក៏បានមកវានាំមកនៅជំងឺឬក៏បញ្ហាអ្វីផ្សេងអស់លុយទៅពេលខ្លះវាអញ្ចឹងមានលុយហើយបែរជាមានជំងឺអញ្ចឹងយើងមិនគួរថាទៅសង្វាតអីរឿងលុយទេបើសិនជាបានមកហើយមានបញ្ហាអញ្ចឹងមិនបាច់ក៏បានដែររស់បានមកស្រួលមកល្មមអាចដោះស្រាយបញ្ហាបានមានក្តីសុខនៅក្នុងក្រុមគ្រួសារអត់មានបញ្ហាអានឹងយើងគួរទទួលយកទៅទទួលយកឲ្យតែសំខាន់ឲ្យតែមានក្តីសុខកុំឲ្យមានជំងឺមានអីអានឹងបានដល់ទៅពេលមានលុយហើយនាំមកនៅជំងឺមានបញ្ហាអស់លុយកាក់នឹងទៀតចូលដើមនឹងទៀតវេទនាទៀតអូកុំបាច់អីបាទជីវិតគឺបានបណ្ណាក៏ប៉ុណ្ណឹងទៅហើយយើងគាត់ថាព្យាយាមរកអញ្ចឹងទៅបាទវាមានក្តីសុខដែរសំខាន់គឺសុខភាពផ្លូវកាយផ្លូវចិត្តអានឹងវាsupport នៅក្នុងជីវិតរបស់យើងបើយើងមានក្តីសុខក្រុមគ្រួសារយើងមានក្តីសុខអត់មានបញ្ហាហ្នឹងវាវិសេសវិសាលហើយចង់បានអីលើសនឹងទៀតបាទវាចិត្តវាចេះតែចង់បានហើយប៉ុន្តែវាអាការដែលបានមកហ្នឹងវាបានទាំងបញ្ហាមកដែរអញ្ចឹងកុំព្យាយាមចង់បានអីវាច្រើនពេកនាំទៅកើតទុក្ខទេជីវិតសំខាន់មានក្តីសុខទោះបីមានក៏ដោយក្រក៏ដោយអ្នកខ្លះមានហើយប៉ុន្តែខ្លួនអត់មានសុខភាពល្អមានបញ្ហាគ្រប់រឿងអញ្ចឹងតើមានវាបានជួយអ្វីដល់យើងមាននាំមកនៅបញ្ហាមិនបាច់មានមិនបាច់ចង់មានទេបងប្អូនរស់នៅតាមបែបមានក្តីសុខបាទមានក្តីសុខវាព្រមទទួលយកជីវិតព្រមទទួលយកនៃការពិតនៃជីវិតទៅវាមានក្តីសុខហើយបងប្អូនបាទមានក្តីសុខហើយ
កុំទៅកើតទុកអីច្រើនពេកបាទប៉ុណ្ណឹង